នេះក្រិននឹងគ្រួសារសម្រាប់ជីកត្រង់សេនៅផ្ទះនាខេត្តបាត់ដំបងដើម្បីការពារសុវត្ថិភាពតារាកំ pl ែងនេះក្រិននឹងក្រុមគ្រួសារបានមូលមតិគ្នាធ្វើការជីកត្រង់សេសម្រាប់ការពារខ្លួននៅក្នុងទីតាំងផ្ទះស្រុកកំណើតខ្លួននាខេត្តបាត់ដំបងតែម្ដងបន្ទាប់ពីមួយផ្នែកនៃខេត្តនេះក៏ទទួលរងនឹងការទម្លាក់គ្រាប់បែកពីសំណាក់យន្តហោះយោធាថៃកាលពីពេលថ្មីនេះការសម្រាប់ជីកត្រង់សេការពារខ្លួននៅផ្ទះដោយមិនចង់រត់ភៀសសឹកទៅណាពីតារាកំ pl ែងរូបនេះនិងក្រុមគ្រួសារគឺឈរលើមូលហេតុឪពុកលោកមានជំងឺនិងភាពចាស់ជរាមិនឲ្យទៅណាបានឆ្ងាយចោលគាត់ឡើយតាមរយៈវីដេអូបង្ហោះនៅលើបណ្ដាញសង្គមបានបង្ហាញពីសកម្មភាពជីកត្រង់សេនៅទីតាំងផ្ទះកំពុងស្នាក់នៅឯខេត្តបាត់ដំបងតារាកំ pl ែងនេះក្រិនបានលើកឡើងថាលោកនិងក្រុមគ្រួសារបានមូលមតិគ្នាធ្វើការជីកត្រង់សេសម្រាប់ការពារខ្លួននៅដីក្រោយផ្ទះដោយសារងាយស្រួលយកឪពុកដែលកំពុងតែមានជំងឺនិងចាស់ជរាលោកបានបញ្ជាក់ថាឪពុករបស់លោកបានសម្រាប់ព្យាបាលជំងឺអស់រយៈពេល4 ទៅ 5 ឆ្នាំហើយហេតុនេះក្រុមគ្រួសារក៏សម្រាប់ជីកត្រង់សេនៅជិតផ្ទះដើម្បីងាយស្រួលយកគាត់មកកន្លែងសុវត្ថិភាពពេលដែលមានហានិភ័យកើតឡើងលោកបានបន្ថែមថាអំឡុងសង្គ្រាមកើតឡើងនោះគឺយន្តហោះរបស់យោធាសៀមបានហោះពីលើជាច្រើនលើកស្ទើរគ្រប់ស្រុកនាខេត្តបាត់ដំបងហើយក៏មានការទម្លាក់គ្រាប់ជាបន្តបន្ទាប់ផងដែរលោកថាកន្លងមកលោកបានធ្វើត្រង់សេនៅពីក្រោយផ្ទះប៉ុន្តែដោយសារខ្លាចមិនមានសុវត្ថិភាពគ្រប់គ្រាន់ទើបលោកនិងគ្រួសារសម្រាប់ជីកធ្វើនៅលើដីនៅក្រោយផ្ទះវិញលោកបានបញ្ជាក់ថាកន្លងមកលោកស្មានតែសង្គ្រាមនេះវាកើតឡើងតែតាមព្រំដែនទេប៉ុន្តែនៅពេលនេះសូម្បីនៅកណ្ដាលក្រុងបាត់ដំបងក៏ចៅសៀមនៅតែទម្លាក់គ្រាប់បែកដែរយ៉ាងណាបើតាមនេះក្រិនការជីកត្រង់សេនេះគឺយើងមិនចង់មានមិនហៅឬចង់មានសង្គ្រាមនោះទេពលគឺជាការការពារទុកជាមុនប្រសិនបើវាអាចនឹងកើតឡើងជាការកត់សម្គាល់សម្រាប់ការជីកត្រង់សេការពារខ្លួននៅក្នុងផ្ទះរបស់នេះក្រិននាពេលនេះមិនមែនកើតមានតែក្រុមគ្រួសាររបស់លោកនោះឡើយពលគេក៏បានឃើញមានប្រជាជនជាច្រើនទៀតក៏បានធ្វើដូចគ្នាជាពិសេសបណ្ដាអ្នករស់នៅតាមព្រំដែននៃប្រទេសថៃគូបញ្ជាក់ផងដែរថាប្រជាពលរដ្ឋរស់នៅភ្នំសំពៅភ័យខ្លាចការចាក់ចេញពីផ្ទះសម្បែងសំងំតាមវាលស្រែតិចពីការទម្លាក់ពីយន្តហោះរបស់កងទ័ពអាកាសថៃជាបន្តបន្ទាប់បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថាយោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រស្រុកបាណន់ខេត្តបាត់ដំបងនាថ្ងៃទី24ខែធ្នូឆ្នាំ2025ដោយនៅក្នុងនោះវេលាម៉ោង 10:00 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50 ទម្លាក់គ្រាប់បែកចំនួន4គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជាស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ខេត្តបាត់ដំបងសកម្មភាពខាងលើគឺជាការវាយប្រហារដ៏កម្រោលដោយមិនរើគោលដៅរបស់យោធាថៃជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិចាត់ឃើញថានាយក្រិនដែលជាតារាកំ pl ែងចាគាត់នឹងគ្រួសារបានសម្រាប់ជីកត្រង់សេនៅពីខាងក្រោយផ្ទះរបស់គាត់នៅក្នុងទឹកដីខេត្តបាត់ដំបងចាដើម្បីការពារសុវត្ថិភាពដោយតារាកំ pl ែងនាយក្រិននិងក្រុមគ្រួសារគឺបានមូលមតិគ្នាធ្វើការជីកត្រង់សេសម្រាប់ការពារខ្លួននៅក្នុងទីតាំងផ្ទះស្រុកកំណើតរបស់ខ្លួននាខេត្តបាត់ដំបងតែម្ដងចាបន្ទាប់ពីមួយផ្នែកនៃខេត្តនេះក៏ទទួលរងនឹងការទម្លាក់គ្រាប់បែកពីសំណាក់យន្តហោះយោធាថៃកាលពីពេលថ្មីកន្លងទៅនេះដូចគ្នាដែលការជីកត្រង់សេការពារខ្លួននៅផ្ទះដោយមិនចង់រត់ភៀសសឹកទៅណាពីតារាកំ pl ែងរូបនេះនិងក្រុមគ្រួសារគឺបានឈរលើហេតុផលដោយសារតែឪពុករបស់គាត់នឹងគឺមានជំងឺនិងភាពចាស់ជរារបស់ឪពុកគាត់ទើបមិនចង់ឲ្យទៅណាបានឆ្ងាយចាក់ចោលគាត់នោះឡើយហើយតាមរយៈវីដេអូបង្ហោះនៅលើបណ្ដាញសង្គមបានបង្ហាញពីសកម្មភាពការជីកត្រង់សេនៅទីតាំងផ្ទះកំពុងតែស្នាក់នៅក្នុងទឹកដីខេត្តបាត់ដំបងតារាកំ pl ែងនេះក្រិនក៏បានលើកឡើងផងដែរថាលោកនិងក្រុមគ្រួសារគឺបានមូលមតិគ្នាដើម្បីធ្វើការជីកត្រង់សេសម្រាប់ការពារខ្លួននៅដីខាងក្រោយផ្ទះរបស់គាត់បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរបស់កម្ពុជាក៏បានបញ្ជាក់ឲ្យដឹងផងដែរថាយោធាថៃនឹងគឺបានធ្វើសកម្មភាពបាញ់ប្រហារចូលទៅក្នុងទីតាំងប្រជាជនស៊ីវិលកម្ពុជានិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងយុទ្ធភូមិភាគទី5នៅក្នុងភូមិសាស្ត្រស្រុកបាណន់ក្នុងខេត្តបាត់ដំបងនាកាលពីថ្ងៃទី24ខែធ្នូឆ្នាំ2025កន្លងទៅដោយនៅក្នុងនោះវេលាម៉ោងប្រមាណជា 10:00 នាទីយោធាថៃនឹងគឺបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50 បានទម្លាក់គ្រាប់បែកចំនួន4គ្រាប់ចូលទៅក្នុងភូមិដែលមានប្រជាជនកំពុងតែរស់នៅយ៉ាងច្រើនចូលជ្រៅទៅក្នុងដែនអធិបតេយ្យរបស់កម្ពុជានិងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបាណន់ក្នុងទឹកដីខេត្តបាត់ដំបងសកម្មភាពខាងលើគឺជាការវាយប្រហារទាំងកំរោលដោយមិនរើគោលដៅរបស់យោធាថៃវាជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ